សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមកសម្ដែងរឿងតកូនស្រីរបស់មនុស្សអាក្រក់ទៀតហើយអធិស្ឋានខ្ញុំផងដែលខ្ញុំចេញរឿងយូរហើយកុំឲ្យអ្នកគ្នាចាំយូរអីយើងចូលសាច់រឿងយើងតែម្ដងទៅក្មេងស្រីឥឡូវនេះខ្ញុំពិតជាចាប់អារម្មណ៍លើនាងណាស់ធូទ្រឹងយ៉ាងហោចណាស់ខ្ញុំបានឆ្លងកាត់រឿងនេះឪពុកដ៏សែនល្អរបស់ខ្ញុំចាំខ្ញុំផងអ្នកនាងម៉ូធីមើលក្មេងស្រីម្នាក់នេះជាក់ស្ដែងនាងមិនមានវេទមន្តទេខ្ញុំបានឃើញថាអំណាចវេទមន្តណាមួយដែលបញ្ចេញពីនាងទាំងនោះទេដូចជាមានអ្វីម្យ៉ាងខុសប្រក្រតីឥឡូវនេះខេនយេជុនសហើយនៅពេលដែលខេនយេនាងទៅទេសសមត្ថភាពនៅពេលដែលនាងកាន់ដុំគ្រីស្តាល់ហ្នឹងទៅនាងមានអារម្មណ៍ថានៅពីក្រោមនោះដូចជាមានបេតុងយ៉ាងហើយនាងក៏គិតក្នុងចិត្តថាដូច្នេះវាជាស្អីទៅមានពុតតុងអាចកំបាំងតូចមួយនៅខាងក្រោមបើទៅអ្នកនាងអេដាមិនអាចប្រើវិជ្ជមន្តបានបំភ្លេចវាចោលចោះខ្ញុំនៅមិនទាន់បង្ហាញនាងនៅឡើយទេខេងយេជុនសល់ភាពងងឹតខេងយេឯងអាចដកវិជ្ជមន្តចេញពីបាគ្រីស្តាល់ឥឡូវនេះតើក្មេងស្រីក្រីក្រម្នាក់នេះមានរឿងអីទៅហាក់បីដូចជាមានអ្វីមួយជាមួយនាងអូតែខ្ញុំមិនអាចគ្រប់គ្រងវាយូរទៀតបានទេខ្ញុំបានបាត់បង់ការគ្រប់គ្រងវិជ្ជមន្តរបស់ខ្ញុំហើយតើមានរឿងអីទៅតែមានរឿងអ្វីកើតឡើងគួរឲ្យខ្លាចណាស់រត់ទៅកុំតក់ស្លុតអ្នកទាំងអស់គ្នាហេតាឯងមិនអីទេនាងសង្គ្រោះខ្ញុំប្រហែលជានាងមិនដូចអ្នកដទៃទៀតទេខ្ញុំត្រូវតែអរគុណក្នុងពេលនេះអរគុណស្ដេចបិសាចក្មេងស្រីម្នាក់នេះគឺជាការចាប់កំណើតឡើងវិញរបស់ស្ដេចបិសាចយាយរបស់ខ្ញុំបានប្រាប់ថាសំណាក់អាក្រក់នឹងកើតមាននៅឆ្នាំនេះហើយថាស្ដេចបិសាចដែលចាប់កំណើតឡើងនឹងបង្ហាញខ្លួនក្នុងសាលាវេទមន្តមួយប៉ុន្តែតើបិសាចវ៉ាលេរីបានស្លាប់អស់រយៈពេលជាយូរមកហើយតើនាងអាចចាប់កំណើតបានដោយរបៀបណាស្ដេចបិសាចឆៃនេះគេកំពុងប្រាប់ខ្ញុំថាក្មេងស្រីម្នាក់នេះគឺជាបាវសៃចុងក្រោយនៃសៀវភៅស្ដេចបិសាចវ៉ាអេរីហើយជាស្រីផងប្រសិនបើខ្ញុំអានអក្សរអង់គ្លេសនៅក្នុងសាច់រឿងហ្នឹងអាចខ្មើខាងក្រោមខ្ញុំបានឥឡូវកុំយូរពេកអញ្ចឹងចូលសាច់រឿងយើងវិញទៅតើអ្នកណាដែលផ្ដល់ជូនឲ្យបុរសនិងស្ត្រីដឹកនាំជាមួយគ្នាបើតាមខ្ញុំចាំមិនខុសទេស្ដេចបិសាចបានភ្ញាក់ក្នុងរយៈពេល7ឆ្នាំបន្ទាប់ពីបានចូលរួមនៅក្នុងបធានភាសាហើយក្រោយមកក៏ពងវិញហើយជាស្រ័យអ៊ីបផងបើសិនអ៊ីបមានអានអក្សរខុសអីជាស្រ័យផងណាកុំខឹងអីអញ្ចឹងចូលសាច់រឿងតតួចិត្តអាក្រក់អេដាម៉ូធីមើលក៏ត្រូវបានសម្លាប់យ៉ាងប្រៃសៃដោយស្ដេចបិសាចមានន័យថាខ្ញុំនឹងត្រូវស្លាប់ដោយក្មេងស្រីនេះក្នុងរយៈពេល7ឆ្នាំខាងមុខដោយដែលខ្ញុំគិតនាងដោយអ្នកផ្សេងទៀតអញ្ចឹងគិតថាខ្ញុំនឹងប្រហែលជាអរគុណនាងបានហើយកុំស្លន់ស្លោអីអ្នកទាំងអស់គ្នាវាគ្រាន់តែជាឧបហេតុមួយដោយសារតែមានអចេះអានជាស្រ័យផងចូលសាច់រឿងយើងវិញទៅអញ្ចឹងវិជ្ជមន្តរបស់ខេងយេមានថាមពលខ្លាំងក្លាខេងយេចាប់ពីពេលនេះឯងជាសិស្សក្នុងមហាវិទ្យាល័យភាពងងឹតឆាប់ឡើងទៅចូលរួមជាមួយក្រុមឯងទៅក្មេងស្រីម្នាក់នេះគួរឲ្យខ្លាចណាស់ចុះបើនាងពិតជាចាប់កំណើតឡើងវិញពីស្ដេចបិសាចមែនទេត្រូវនៅឲ្យឆ្ងាយពីនាងក្នុងករណីនេះតែមានមនុស្សមើលងាយបែបនេះមិនថាអ្នកនៅក្នុងពិភពលោកបែបណានោះទេអ្នកនាងមិនអីទេហេអ្នកនាងម៉ូធីមើលក្មេងស្រីខេងយេនោះអាក្រក់ណាស់
វាពិតជាល្អណាស់ដែលអ្នកនាងបានការពារនាងប៉ុន្តែនាងមិនបានសូម្បីតែនិយាយអរគុណអ្នកនាងស្ដាប់ខ្ញុំណាចេស៊ីកាសម្រាប់នាងប្រយោជន៍នៃសុវត្ថិភាពរបស់ពួកយើងកុំនិយាយអាក្រក់ពីក្មេងស្រីខេងយេនៅពេលអនាគតបើមិនដូច្នេះទេពួកអ្នកប្រឆាំងប្រហែលជាត្រូវហាយចោលដោយគ្មានកន្លែងសល់ចុងក្រោយហើយនោះជាអ្វីដែលបានកើតឡើងលោកនាយកវត្តមន្តក្មេងស្រីនោះគឺពិតជាវិសេសវិសាលនាងអាចមានការគំរាមកំហែងយ៉ាងខ្លាំងវាប្រហែលជាទំនាយចិត្តខ្លាយជាការពិតហើយ តែវានៅតែឆាប់ពេលក្នុងការប្រាប់ឥឡូវនេះខ្ញុំអាចយល់ពីធម្មពលថ្មីនេះប្រហែលជាអាចផ្លាស់ប្ដូរភាពងងឹតនៅក្នុងគុណលោកវ័យក្មេងនេះកុំប្រញាប់ពេកអីយើងត្រូវរងចាំដោយអត់ធ្មត់ ទុកផ្លូវឲ្យអ្នកនាងមោធីមើល ហេដូច្នេះនោះជាអ្នកនាងមូធីមើល អូខេចឹងរឿងយើងក៏ចប់ត្រឹមនឹងឯងហើយអធិស្ឋានខ្ញុំផងបើសិនខ្ញុំអានអក្សរខុសត្រង់ណាឬក៏វាមានសំឡេងរំខានតិចក៏ដោយក៏អធិស្ឋានខ្ញុំផងហើយចាំជួបខ្ញុំនៅវីដេអូក្រោយបាយបាយ